យើងនៅក្នុងចំណុចនេះអ្នកគ្រូបញ្យល់ពាក់ព័ន្ធជាមួយនឹងផ្នែកដើម2តែយើងពាក់ព័ន្ធជាមួយនឹងចំណាត់ថ្នាក់ផ្នែកដើមសម្រាប់ការធ្វើផែនការនិងការសម្រេចចិត្តអញ្ចឹងនៅក្នុងចំណាត់ថ្នាក់ផ្នែកដើមសម្រាប់អ្នកគ្រប់គ្រងសម្រាប់រៀបចំផែនការនិងការសម្រេចចិត្តគឺយើងមានផ្នែកដើម2ទី1ផ្នែកដើមអាខេដែលយើងហៅថា variable cost ទី2គឺផ្នែកដើមថេដែលយើងហៅថា fixed cost អញ្ចឹងអ្នកគ្រប់គ្រងត្រូវបែងចែកផ្នែកដើមជា2ដើម្បីងាយស្រួលនៅក្នុងការកំណត់ទៅលើផ្នែកដើមចឹងដូចនេះទៅដែលហៅថាថ្លៃដើមអថេថ្លៃដើមអថេគឺជាថ្លៃដើមទាំងឡាយណាដែលប្រែប្រួលទៅតាមចំនួនឯកតានៃការផលិតបើន័យថាផលិតតិចចំណាយតិចផលិតច្រើននេះគ្រូឧទាហរណ៍ថាដូចតាក់ទងជាមួយនឹងយើងចង់ផលិតធ្វើអីចឹងបើយើងផលិតដើមយើងចំណាយជួរដែលឬក៏វត្ថុធាតុដើមហ្នឹងអស់តែប៉ុណ្្នឹងទេតែបើសិនជាយើងចង់ផលិត10ដើមឬក៏10000ដើមគឺយើងត្រូវគុណវេទៅតាមចំនួនឯកតាផលិតចំណាយថេនេះគឺជាចំណាយទាំងឡាយណាដែលអត់ប្រែប្រួលតាមចំនួនឯកតាផលិតទេអូនចង់ផលិតធ្វើដើមនេះក៏នៅតែចំណាយប៉ុណ្ណឹងអូនចង់ផលិត10000ដើមក៏នៅប៉ុណ្ណឹងដែរអ្នកគ្រូឧទាហរណ៍ថាចំណាយទៅលើការជួលអគាររោងចក្រការជួលអគាររោងចក្របើសិនជាអូនជួលមួយខែ$5000អញ្ចឹងទោះជាយើងផលិតធ្វើហ្នឹងមួយដើមក៏នៅតែយើងបង់ឲ្យគេ5000យើងផលិត10000ដើមក៏នៅតែយើងបង់ឲ្យគេ5000អញ្ចឹងអានោះគេហៅថាចំណាយគេអញ្ចឹងសរុបមកវិញដើម្បីងាយស្រួលក្នុងការសម្រេចចិត្តអាជីវកម្មអ្នកគ្រប់គ្រងត្រូវធ្វើការបែងចែកថ្លៃដើមជា2ដែលទី1យើងហៅថាថ្លៃដើមថេទី2ថ្លៃដើមថេអរគុណច្រើន